បាទសួស្តីនៅថ្ងៃនេះខ្ញុំមានseries មួយទៀតហើយសម្រាប់ចែកចម្លែកដល់បងប្អូនជាពិសេសសម្រាប់សិស្សនិស្សិតដែលទើបនឹងសិក្សាឬក៏សម្រាប់អ្នកដែលមិនទាន់បានយល់ច្បាស់នៅពីប្រព័ន្ធបញ្ជាបាទអញ្ចឹងសូមទស្សនាវីដេអូជាមួយខ្ញុំដូចតទៅនៅក្នុងប្រព័ន្ធ series លេងតបអញ្ចឹងយើងមានអីខ្លះដើម្បីតម្លើងប្រព័ន្ធនេះបានអញ្ចឹងមានកង់តាក់ទ័រចំនួន3គ្រាប់កង់តាក់ទ័រទី1កង់តាក់ទ័រទី2និងកង់តាក់ទ័រទី3ហើយនិង timer ក៏3គ្រាប់ដែរមាន timer ទី1 timer ទី2និង timer ទី3អញ្ចឹងការតរបស់វាគឺយើងធ្វើតាមនឹងឯងអញ្ចឹងយើងចូលមកវាមាននេះគឺជាជើងចំនួនចំហរបស់កង់តាក់ទ័រទី1នេះជើងចំហរបស់ timer បាទអញ្ចឹងក៏មិនខាត់ពីយូរមើលពីដំណើរការវាប៉ុន្តែដោយសារខ្ញុំដាក់វាត្រឹមតែ2វិនាទីក៏អស់គឺដាក់2វិនាទីក៏អស់អញ្ចឹងយើងចាប់ផ្ដើមជាវាបើជាប់គ្នាទៅដើម្បីវាដំណើរការនៅព្រលឹងក្រហមលឿងបៃតងអញ្ចឹងលោតមកក្រហមវិញហើយបន្តមកដល់នាទីវាលោតមកលឿងហើយដល់បាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូយើងខ្ញុំសូមជួយ follow ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតបាទសូមអរគុណច្រើនបាយបាយ